ថ្ងៃនេះមកធ្វើឆ្អឹងជំនីគោប្រឡាក់ឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ហើយជាមួយនឹងគ្រឿងស្រស់ថ្មីទៀតនិយាយពីឈ្ងុយចាតោះឥឡូវចាប់ផ្ដើមខ្ញុំមានម្ដេងដែលខ្ញុំបង្គាស់ថ្មីមកចាហាន់វាល្អិតហើយយកមកបុកចាបុកវាជាមួយនឹងខ្ទឹមលាយជាមួយនឹងខ្ទឹមហើយគ្រឿងខ្ញុំអត់ញ៉ាំច្រើនទេបងលៃលោកមកពេញចិត្តណាខ្ញុំមានសាច់ថ្ងៃហ្នឹងឆ្អឹងជំនីគោហើយចូល2គីឡូចាហើយបងថ្លៃខ្ញុំចាំយូរពេកទីទៅផ្ទះសិនណាខ្ញុំបុកគ្រឿងវាចូលគ្នាឲ្យម៉ត់ហើយចាពីមុខហ្នឹងបុកចូលម៉ត់ហើយខ្ញុំចាប់ផ្ដើមដាក់ម្ទេសហុយស្ករត្នោតបន្តិចមកអំបិលបន្តិចទៅប្រេងខ្យងចាប៊ីចេងថែមផងចាហើយអំបិលខ្ញុំដាក់បន្តិចទេទឹកត្រីខ្ញុំដាក់ថែមបន្តិចទៀតមកចាដើម្បីឲ្យវាត្រូវគ្នាហើយយើងវល់វាកូរចូលល្បាយតែមួយហើយយើងចាប់ផ្ដើមយកមកលាយជាមួយនឹងសាច់យើងលាយមួយណាបងលាយវាមួយឲ្យចូលជាតិគ្នាច្របាច់វាឲ្យយូរបន្តិចទៅឲ្យវាចូលជាតិចាធ្វើអញ្ចឹងយើងសពហើយផ្អាប់វាចោលមកសន្ទុះទៅចាំយើងយកទៅអាំងដល់ពេលយើងលាបសពគ្រប់ហើយយើងផ្អាប់វាចោលបានកន្លះម៉ោងអីប៉ុណ្ណេះណាចាំបងយកវាទៅអាំងទៅហើយចាអាហារចេះហ៎បើញ៉ាំជាមួយនឹងជ្រក់ត្រកួនដូចរបស់ខ្ញុំចុងវីដេអូខ្ញុំញ៉ាំមួយជ្រក់ត្រកួនឆ្ងាញ់ណាចាបានជុំបងប្អូនមកទៀតមកទឹកត្រជាក់ថែមបន្តិចទៀតមកអូយជាតិហើយបងអើយបើនៅជុំមានជុំគ្នាអញ្ចឹងណាហៅមុខឃើញនេះអាចធ្វើអញ្ចឹងបានណាចាធ្វើអញ្ចឹងញ៉ាំទៅឈ្ងុយឆ្ងាញ់ហើយចំណេញទៀតឆ្អឹងជំនីគោហ្នឹងខ្ញុំទិញដូចជា1គីឡូ13000ទេចាគោស្រែយើងណាហើយយើងយកពី3គីឡូអីចឹងទៅយកមកដាក់អាំងមកឈ្ងុយវាឲ្យក្រៀមមកវាឈ្ងុយអើយឆ្ងាញ់ហ្មងណា